លេខបណ្ដាញសង្គមកំពុងមានការវែកញែកនិងបញ្ចេញមតិយ៉ាងផុសផុលក្រោយអ្នកបង្កើតមាតិកាម្នាក់បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនការនៅសិក្សាថ្នាក់វិទ្យាល័យដោយលើកឡើងថារៀន3ឆ្នាំមិនស្គាល់ឈ្មោះគ្រូនិយាយរួមគឺមិនរវល់ជាមួយគ្រូព្រោះអត់ចូលចិត្តបរិយាកាសរៀនសូត្របែបនេះការលើកឡើងនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនដោយមួយចំនួនយល់ថានេះគ្រាន់តែជាការរៀបរាប់បទពិសោធន៍ផ្ទាល់ខ្លួននិងឆ្លុះបញ្ចាំងពីទម្លាប់សិក្សារបស់បុគ្គលម្នាក់ប៉ុណ្ណោះទន្ទឹមនឹងនេះក៏មានមតិមិនយល់ស្របដោយចាត់ទុកថាការមិនស្គាល់ឈ្មោះគ្រូបង្រៀនអស់រយៈពេល3ឆ្នាំគឺបង្ហាញពីការខ្វះការយកចិត្តទុកដាក់ចំពោះការសិក្សានិងការគោរពចំពោះគ្រូបង្រៀនដែលលេខបណ្ដាញសង្គមមួយចំនួនបានលើកឡើងថាទោះបីសិស្សមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រូក៏ដោយការស្គាល់ឈ្មោះគ្រូបង្រៀនជារឿងធម្មតាមួយនៅក្នុងបរិយាកាសសិក្សាចំណែកអ្នកផ្សេងទៀតវិញបានអះអាងថាបទពិសោធន៍សិក្សារបស់មនុស្សម្នាក់ៗខុសគ្នាហើយមិនគួរយកបទពិសោធន៍ផ្ទាល់ខ្លួនមកវាយតម្លៃជារួមលើសិស្សទាំងអស់នោះទេ